បៀបចូលទៅផ្លាស់ប្ដូរលេខកូដសម្ងាត់របស់ email ថ្មីដោយមិនចាំបាច់ប្រើលេខកូដសម្ងាត់ចាស់ដែលយើងបានភ្លេចអូខេអញ្ចឹងវីដេអូនេះសម្រាប់អ្នកដែលគាត់អត់ទាន់ចេះក្នុងការផ្លាស់ប្ដូរបើសិនជាបងគាត់ចេះហើយបងអាចធ្វើការអ៊ំលងបានឬក៏អ្នកអាចធ្វើការមើលលេងក៏បានដែរអញ្ចឹងណាអញ្ចឹងចំពោះអ្នកថ្មីដែលគាត់កំពុងតែមើលវីដេអូមួយនេះកុំភ្លេចចុច Subscribe និង Like trên YouTube ឲ្យខ្ញុំអ្នកមួយផងបើគិតថាវីដេអូមួយនេះមានប្រយោជន៍ដល់អ្នកទាំងអស់គ្នាអូខេអញ្ចឹងដើម្បីយើងធ្វើការផ្លាស់ប្ដូរជាមួយនឹងលេខកូដ email បានអ្នកគ្នាចូលមកក្នុង email មកបន្តទៀតអ្នកគ្នាចូលមកកន្លែងរូប profile របស់យើងបាទអ្នកចុចលើនឹងមកបន្តទៀតដល់កន្លែងនេះយើងមកធ្វើការជ្រើសរើសយកកន្លែងគណនីរបស់យើងនេះបាទកន្លែងសពខៀវបាទអ្នកចុចលើនឹងមកអញ្ចឹងមកដល់កន្លែងនេះហើយអ្នកគ្នានឹងឃើញហើយអ្នកគាត់ធ្វើការអុចក្រោមតិចមកអ្នកនរគ្នានឹងឃើញមានមុខងារមួយចំនួនអញ្ចឹងអ្នកគ្នាមករកកន្លែងរូបសញ្ញាអ្នកកូនជួបសារនេះដើរបើសិនជានៅអង់គ្លេសគេដាក់ថា password ណាបាទតែអក្សរខ្មែរគេដាក់ពាក្យសម្ងាត់អញ្ចឹងអ្នកអាចចំណាំជារូបក៏បានដែរបើសិនជាសរលើទឹកដៃអ្នកគ្នាប្រភេទអង់គ្លេសអញ្ចឹងណាអ្នកគ្នាអាចចំណាំជារូបក៏បានដែរចុចលើមកបាទចឹងបន្តទៀតយើងធ្វើការរងចាំតិចមកចាំដល់កន្លែងនេះគឺវាអត់មានឲ្យយើងធ្វើការបំពេញ email បំពេញលេខកូដចាស់ទេអញ្ចឹងអ្នកគ្នាអាចធ្វើការផ្លាស់ប្ដូរបានអញ្ចឹងអ្នកគ្នាក៏អាចធ្វើការបំពេញ password ថ្មីចូលមកអញ្ចឹងអ្នកគ្នាអាចធ្វើការបង្ហាញមកនេះខ្ញុំបង្ហាញដល់អ្នកគ្នាអញ្ចឹងណាខ្ញុំសូមធ្វើការបង្ហាញឧទាហរណ៍យើងដាក់មកយើងដាក់មិនដាក់ទៅអ្នកគ្នាឲ្យទៅអ្នកគ្នាសួរចាំណាបាទអ្នកគ្នាដាក់ឲ្យសួរចាំមកបាទឥឡូវខ្ញុំបង្ហាញអ្នកគ្នាអញ្ចឹងមកនេះខ្ញុំដាក់បើកនេះឲ្យអ្នកគ្នាមើលទៅនេះខ្ញុំគ្រាន់តែឧទាហរណ៍ទេណាអ្នកគ្នាបាទឧទាហរណ៍បាទលេខដាក់មិនឲ្យវាយ៉ាប់ណាគ្នាដើម្បីយើងសុវត្ថិភាព email របស់យើងចឹងអាខាងក្រោមនេះគឺយើងដាក់ដូចគ្នាណាគ្នាបាទខាងលើមិនគឺយើងដាក់អញ្ចឹងមកបាទខ្ញុំធ្វើការដាក់ដូចគ្នាមកបាទដាក់ដូចគ្នាទៅតែអ្នកគ្នាមិនដាក់ឲ្យដូចខ្ញុំណាខ្ញុំគ្រាន់តែជាឧទាហរណ៍ទេបាទមើលដូចគ្នាអត់អ្នកគ្នាបាទអូខេលើសលេខ3មួយហើយយើងដាក់សញ្ញា trend នេះមកហ្នឹងហើយចឹងបន្តទៀតអ្នកគ្នាគាត់អធិស្ឋានសាំអីមកចឹងអ្នកគ្នាអាចធ្វើដូចខ្ញុំមិញមកអ្នកគ្នាបាទមិញច្រឡំចុចថយក្រោយអ្នកគ្នាអាចធ្វើការបញ្ចូលលេខថ្មីមកអាចជាស្លាយផងអ្នកគ្នាមិញវាសារតែច្រឡំចុចថយក្រោយចឹងអ្នកគ្នាអាចធ្វើការបញ្ចូលលេខឲ្យដូចគ្នាអាខាងលើមិនអាខាងក្រោមចឹងអ្នកគ្នាបាទអាខាងលើមិនអាខាងក្រោមចឹងណាបាទចឹងខ្ញុំយើងធ្វើការបញ្ចូលដូចគ្នាមកបាទអូខេចឹងវាងាយតែអ្នកគ្នាបាទបើសិនជាអ្នកគ្នាធ្វើឲ្យបានអ្នកគ្នាខមមិននៅខាងក្រោមវីដេអូនឹងផងបាទហើយយើងធ្វើចឹងមកនេះឲ្យដូចគ្នាចឹងមកអ្នកគ្នាបាទអាខាងលើមិនអាខាងក្រោមអញ្ចឹងណាបាទឲ្យដូចគ្នាអញ្ចឹងយើងធ្វើការចុចផ្លាស់ប្ដូរមកអញ្ចឹង email របស់យើងគឺយើងដូរបានហើយអ្នកគ្នាបាទហើយអត់មានអីពិបាកទេគឺអ្នកគ្នាគាត់តែធ្វើការចុចកន្លែងផ្លាស់ប្ដូរហ្នឹងទៅយើងគាត់អាចចុច confirm មកតង់ទៀតទៅគឺរួចរាល់ហើយអញ្ចឹងយើងអាចប្រើលេខកូដថ្មីនឹងបានហើយអញ្ចឹងណាអ្នកគ្នាអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងឯងអ្នកគ្នាសម្រាប់ការចែកម្លែកបើសិនអ្នកគ្នាធ្វើការផ្លាស់ប្ដូរបានហើយអ្នកគ្នាកុំភ្លេច comment នៅខាងក្រោមវីដេអូប្រាប់មកខ្ញុំវិញផងអ្នកទាំងអស់គ្នាអញ្ចឹងកុំភ្លេចចុច subscribe និង like channel YouTube ខ្ញុំម្នាក់មួយផងនៅពេលខ្ញុំ upload វីដេអូថ្មីអ្នកគ្នានឹងបានឃើញបន្ថែមទៀតពីការចែកម្លែកអញ្ចឹងណាអ្នកទាំងអស់គ្នាបាទអរគុណ